បងប្អូនដែលធ្លាប់ទៅទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបយើងហ្នឹងអញ្ចឹងបងប្អូនប្រកាសជាធ្លាប់បានឃើញប្រភេទគំនូរដែលវិចិត្រករគាត់គូដាក់តាំងនៅមុខហាងសម្រាប់លក់ហ្នឹងហើយនេះជាប្រភេទគំនូរព្រេងដែលខ្ញុំបានទៅលេងនៅខេត្តសៀមរាបហើយក៏បានឃើញនឹកឃើញថាចង់ដាក់តាំងលម្អនៅក្នុងផ្ទះបានទិញមួយផ្ទាំងដែលផ្ទាំងនេះមានប្រវែងកម្ពស់90ហើយបើទទឹងបដ ாய் របស់វានឹង1 ម៉ែត្រកន្លះគំនូរនេះនិយាយទៅសម្រាប់អ្នកដែលគាត់ស្រឡាញ់គាត់គ្រាន់តែឃើញគាត់ចាប់អារម្មណ៍មកសម្រាប់អ្នកស្រឡាញ់គំនូរណាក៏ដូចជារូបដំរីដែលឆ្លាក់ចេញពីស្បែកគឺជាដំរីស្បែកដំរីក្បាល3កណ្ដឹង30,000នៅគេចំណាំនិយាយនេះអញ្ចឹងសម្រាប់កណ្ដឹង30,000ដំរីក្បាល3នេះទិញមកពីផ្ទាំងដែរយកមកដាក់សុំខ្លួនឯងគេទោះយើងទៅថ្មីទៅវាយើងចង់បានទាំងសុំក៏បានគាត់ថាវាពិបាកពេលដែលយើងជិះមកយើងបាក់ដាក់នៅមកចៀតអញ្ចឹងណាអញ្ចឹងយើងទិញខ្លួនឯងមកទិញតែរូបដែលគេឆ្លាក់មកហើយយើងយកមកធ្វើសុំខ្លួនឯងទៅហើយយកមកដាក់ទៅរៀបអញ្ចឹងមកយើងដាក់ឆ្វេងមួយស្ដាំមួយរូបប្រាសាទអង្គរវត្តនៅកណ្ដាល